ពោសុំចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដែលធ្លាប់ស្គាល់ខ្ញុំគណៈអាត្មាភាពនៅថ្ងៃទី21ខែមេសាឆ្នាំ2026នេះគឺអាត្មាភាពបានចុះកសាងបន្តដោយធ្វើរោងបាយនេះបងហើយប្រក់ដំបូលលើខ្វះសង្កសីញាតិញោមបងហើយខ្វះសង្កសីហើយសម្រាប់សង្កសីនេះអាត្មាជាវមកគឺជំពាក់គេបងហើយកាលពីចូលឆ្នាំបានសងសម្ភារៈសំណង់គេខ្លះបងតែក៏នៅជំពាក់គេច្រើនដែរញាតិញោមបងដោយឆ្នាំនេះគឺញោមញាតិពុទ្ធបរិស័ទជ្រាបច្បាស់ហើយគឺមានការកសាងនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងនេះគឺខ្ញុំកណាអាត្មាចុះច្រើនចាក់ដីរហូតដល់500ឡានចាក់គ្រូក្រហមហើយនឹងចុះកសាងទីបច្ឆាកន្លែងបូជាសពក៏តែចុះធ្វើនឹងទីបច្ឆាកន្លែងបូជាសពនឹងជីកស្រះនឹងគឺអស់សំណង់ស៊ីម៉ង់ណា2ដល់10តោនកន្លះញាតិញោមបងហើយការចុះកសាងនេះគឺទាំងឈ្នួលជាងហើយនឹងសម្ភារៈមកជឿគេញាតិញោមជឿជំពាក់គេសិនណាញាតិញោមបងតែជឿជំពាក់គេសិនដល់ពេលណាញាតិញោមដែលបានចូលរួមទៀតណាមកការ៉េ2ការ៉េមកស្លឹក2ស្លឹកមកករង2ករងមកតោន2តោនហ្នឹងមកក៏ផ្សំអញ្ចឹងទៅសងគេញាតិញោមបងណាសងគេដល់តែធ្វើបន្តរហូតញាតិញោមសងគេមិនចេះអស់ទេញាតិញោមបងในឆ្នាំនេះញាតិញោមដែលបានចូលរួមកសាងទឹកដីវត្តព្រៃខ្ពស់មានញាតិញោមនៅបាត់ដំបងនៅភ្នំពេញនៅបន្ទាយមានជ័យហើយញាតិញោមនៅក្រៅប្រទេសគឺនៅសហរដ្ឋអាមេរិកបងគាត់ជួយចូលរួមតាមកម្លាំងសទ្ធារបស់គាត់ណាដោយញោមញាតិនៅសោកន្លែងណានៅឡុងប៊ិចស៊ីកាហ្គោមីនីសតាកាលីហ្វ័រញ៉ាបាទហើយគាត់តាមដានទៅឃើញការកសាងគាត់ជ្រះថ្លាបាទក៏បំពេញបុណ្យកុសលបាទញោមញាតិខ្លះគាត់ធ្វើបុណ្យចម្រើនបច្ចុប្បន្នឬក៏បច្ច័យ4ឬក៏បុណ្យ7ថ្ងៃ100ថ្ងៃណាមួយចំណែកអញ្ចឹងទៅគាត់បានចូលរួមជាស៊ីម៉ង់បាទហើយសម្រាប់ចិន្តាចុះស្ទឹងនេះគឺអាត្មាឲ្យក្រុមជាងបង្ហើយញាតិញោមតាមដើមទៅមុខទៀតគឺចង់បញ្ចប់ឃើញចាក់បង្ហើយដល់លើបងកន្លែងនេះគឺអាត្មាថតដ្រូនពីម៉ោង3អញ្ចឹងក្រុមជាងនៅជីកកកាយនៅឡើយទេតែមិនតន់រួចទេញាតិញោមកន្លែងចិន្តាចុះស្ទឹងនេះអត់តន់រួចទេបងណាហើយចិន្តាចុះស្ទឹងនេះគឺ24កម្មតែគិតសរុបទាំងឈ្នួលជាងទាំងអីទាំងអស់$4000តែឥឡូវអាត្មាបន្ថែមចាក់ខាងទៀតញាតិញោមបងគឺខាងចិន្តាអមចិន្តារហូតដល់ខាងក្រោមទប់ចាក់ទប់ដីកុំឲ្យវារុងបងទៅចាក់ទៅហើយសម្រាប់កន្លែងនេះគឺកសាងចិន្តានេះគឺញាតិញោមពុទ្ធបរិស័ទស្រីប្រុសពីមុនគាត់ធ្លាប់ណាបលែងត្រីធ្វើបុណ្យបលែងត្រីអញ្ចឹងទៅបងហើយលោកជំពាក់កម្មពីវិរិយនឹងសัตว์ណាបងគាត់បលែងត្រីក៏នឹកឃើញថាដើរចុះទៅស្ទឹងលែងនឹងស្ទឹងពិបាកញាតិញោមក៏ពិបាកទៅល្អិលផងអីផងហ្នឹងហើយធម្មតាញាតិញោមគាត់លែងត្រីទៅទាំងគ្រួសារហ្នឹងកូនចៅទៅទូចទៅតិចញញញញអញ្ចឹងទៅក៏គិតឃើញថាអូបើធ្វើចិន្តាអញ្ចឹងទៅក៏ញាតិញោមគាត់ចង់
ណាបលែងសត្វបលែងត្រីអីអញ្ចឹងក៏ងាយស្រួលទី2គឺពេលដែលធ្វើបុណ្យលុយប្រទីបណាពេលដែលលុយប្រទីបអីចឹងទៅក៏យើងមានចិន្តាចុះស្ទឹងស្រួលញាតិញោមណាបាទចឹងសូមចម្រើនពរញាតិញោមទាំងក្នុងនិងក្រៅប្រទេសដែលតាមដានទេសនាចូលរួមបាទដើម្បីបានថវិកាបច្ច័យហ្នឹងក៏សាងបន្តបើកឲ្យជាងនិងឈ្នួលជាងហើយនឹងថ្លៃសម្ភារៈគេបាទតែសង្ឃឹមថាញាតិញោមបានទេសនាហើយជួយចែករំលែក share ហើយក៏ចូលរួមបាទគឺញាតិញោមឆាតមក Facebook ថ្មផ្ទាល់បាទណាឆាតមកផ្ទាល់ចឹងទៅបើញាតិញោមមានបងប្អូនអាចតាក់ទងតាមបងប្អូនឬក៏ស្គាល់គណៈកម្មការចានៅទឹកដីវត្តព្រៃពុះនេះក៏ញោមអាចណាផ្ញើជូនចូលមកបានឬក៏បងប្អូនញាតិញោមណាបាទបងប្អូនចឹងទៅញាតិញោមនៅធ្វើការនៅក្រៅស្រុកក្នុងស្រុកបាទណាទោះបី100រៀលតាមកម្លាំងសទ្ធាបាទស៊ីម៉ងក៏មួយករុងកន្លះករុងក៏អាត្មាទទួលយកដែរញាតិញោមបាទព្រោះត្រូវកសាងឲ្យបរោងបាយខែភ្លៀងញាតិញោមឥឡូវតន់ចាក់ដីទេអាត្មាទឹកចាក់គ្រូក្រហមបាន2ឡានទេបាទចាក់ឲ្យផុតដីផុតទឹកញាតិញោមបាទសាំងប្រក់សាំងអាស័យនេះគឺជឿទេញាតិញោមពោលជឿគេទេប៉ុន្តែរាប់អានញាតិញោមអាត្មាភាពរាប់អាននឹងអ្នកលក់អញ្ចឹងទៅប៉ុន្តែបានមកក៏ឧទាហរណ៍ថាយើងជឿ$500អញ្ចឹងទៅបាន100 200ជាងសងគេអញ្ចឹងទៅណាញាតិញោមក៏ណាសង្ឃឹមថាតាមរយៈវីដេអូនេះញោមញាតិទាំងក្នុងនិងក្រៅប្រទេសបើថ្ងៃទី21ហើយចិត្តដាច់ខែហើយបើញាតិញោមអាចតាក់ទងប្រាប់ឲ្យហើយញាតិញោមក៏តអាត្មាបើប្រាប់ឲ្យហើយអាត្មាមានកម្លាំងចិត្តណាបើញាតិញោមនៅប្រទេសបារាំងញាតិញោមនៅកាណាដាញាតិញោមនៅប្រទេសជប៉ុនអូស្ត្រាលីកូរ៉េទូទាំងពិភពលោកញាតិញោមណាជួយចែករំលែកសហរដ្ឋអាមេរិកបើគ្រប់រដ្ឋគ្រប់ state ទាំងអស់ដែលស្គាល់ខ្ញុំគណៈអាត្មាឲ្យស្រឡាញ់នឹងការធ្វើបុណ្យឲ្យទានបាទណាស្រឡាញ់ការធ្វើបុណ្យឲ្យទានណាចាប់មគ្គផលទានកសលផលបុណ្យគឺការសន្សំទានសន្សំបុណ្យហ្នឹងគឺទី1បន្តអាយុទី2ក៏ញាតិញោមពុទ្ធបរិស័ទធ្វើបុណ្យតែងតែមានសេរីសុស្ដីទៀតបាទអ្នករកស៊ីជួយដូរអីអញ្ចឹងទៅណាយើងចែកទានណាមួយចំណែកតែក៏យើងចិញ្ចឹមជីវិតមួយចំណែកទៀតណាបាទណានឹងញាតិញោមណាបាទហើយកសាងទីសេនាសនៈទាននេះគឺបានអានិសង្សទៅជាប្រស័ព្ទទឹកណាក្រោយពេលណាលាចាកលោកនេះទៅទៀតនេះគឺអានិសង្សបុណ្យណាទៀតដល់បើកើតនៅក្នុងភពផែនដីទៀតហ្នឹងក៏ជាអ្នកមានផ្ទះសម្បែងទៀតបុណ្យកុសលរុញច្រានហុចផលឲ្យណាបងណាបុណ្យកុសលរុញច្រានហុចផលឲ្យអញ្ចឹងទៅណាហើយសម្រាប់ញាតិញោមនៅភ្នំពេញ25ខេត្តក្រុងនេះណាទៅស្រុកខ្មែរណាញាតិញោមបងអ្នកលក់អ្នកដូរណាឲ្យតែឃើញញាតិញោមណាហើយអ្នកលក់អ្នកដូរតាមអនឡាញអីចឹងទៅអាត្មាជួយទិញដែរញាតិញោមបងសង្ឃឹមថាអាដាមលោកជំទាវញោមញាតិប្រុសស្រីទៀតបងណាមិនជាទៀមទាអ្វីទេញាតិញោមជួយចែករំលែកទី1ទី2ក៏ណាបរិច្ចាគណាថវិកាបន្តិចបន្តួចបង1រៀល2រៀលណា4 10រៀលបើទៅស្រុកខ្មែរអាចបាញ់តាម QR code បានទៀតណាបើញាតិញោមនៅសហរដ្ឋអាមេរិកញោមអាចយកឆាយាឬក៏បរិច្ឆាយាក៏បានតាក់ញាណបានក៏បានលើប្រសង់ណាសម្ដេចនាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យធ្វើតាក់ញាណបានអាត្មាធ្វើរួចហើយឆាយាក៏មានតាក់ញាណបានហើយនឹង
passport បងតែធ្វើប៉ាសពតឲ្យមិនដឹងទៅណាទេញាតិញោមដោយសារมันមានថវិកាបច្ច័យក៏มันបាននិមន្តទៅណានេះឬដំណឹងថាញាតិញោមនៅកាលីបងនៅកាលីហ្វ័រញ៉ាហ្នឹងចង់និមន្តទៅលេងតែបានទៅលឺញាតិញោមលឺតាមព្រះអង្គនៅវត្តបវលហ្នឹងហើយព្រះអង្គគ្រូម្ចាស់កូនម្ចាស់នៅវត្តបវលហ្នឹងក៏ប្រាប់តាំងពីភ្ជុំណាញាតិញោមតាំងមុនភ្ជុំហ្នឹងអាត្មាក៏ត្រៀមតែមិនឃើញញាតិញោមតាក់តងមកទេញាតិញោមណាបងណាដល់ពេលអញ្ចឹងទៅក៏ធ្វើប៉ាសពតក៏តកទៅញាតិញោមបងណាអាត្មាភាពនៅចង់ណាទៅប្រទេសឥណ្ឌាទៅអីមិនដែលបានទៅទេញាតិញោមតែស្គាល់ទីមួយសំខាន់ទៅលើថវិកាញាតិញោមបើអត់មានលុយទិញសមុទ្រយន្តហោះទៅមិនរួចញាតិញោមណានៅសហរដ្ឋអាមេរិកទៅបីកាណាដាបារាំងអូស្ត្រាលីក៏ដោយតែមកអត់មានថវិកាបច្ច័យលុយទេគឺមិនអាចទៅបានទេញាតិញោមបាទណាប៉ុន្តែថាញាតិញោមរាប់អានញាតិញោមខ្លះក៏រាប់អានស្រឡាញ់មកភាពដូចជាកូនបាទដល់និស័យញាតិញោមបងនិស័យគ្រាន់តែឮសំឡេងឃើញរូបក៏ស្រឡាញ់រាប់អានដូចជាបងជាប្អូនជាកូនជាចៅដែលបាទហ្នឹងហើយសម្រាប់ទឹកដីវត្តព្រីពោះនេះគឺខ្ញុំកណាអាត្មាណាទំនុកបំរុងនិយាយរួមទៅក៏ចិញ្ចឹមហ្នឹងណាទឹកភ្លើងចង្ហាន់ហើយក៏ព្រះសង្ឃព្រះអង្គរៀនជួលគ្រូមកបង្រៀនបងអញ្ចឹងទៅលើអាត្មាទាំងអស់នេះក៏បីព្រះអង្គលោកនេនឈឺអាពាតហ្នឹងក៏ណាលើអាត្មាហ្នឹងឯងខ្លះក៏ញាតិញោមជួយទៅថ្លៃភ្លើងអស់ច្រើនដែរញាតិញោមមើលចូលឆ្នាំនេះដឹងថាអស់ច្រើនញាតិញោមបាទចូលឆ្នាំនេះដឹងថាអស់ច្រើនហើយព្រោះបើកភ្លើង5យប់5ថ្ងៃអញ្ចឹងកើតភ្លើងណាហើយបើភ្លើងបងឧទាហរណ៍ថា100 150ណា50-60ម៉ឺនគឺបងគេគ្រប់នេះទៅបីតែណា40ម៉ឺន425500អីchứគឺបងគ្រប់តែភ្លើងគឺដូចមិនសូវមានកម្លាំងទេញាតិញោមទៅបើកដង្ហែលមិនសូវចង់វិលផងតិចដាច់បន្តិចអីហ្នឹងណាដូចយ៉ាប់ដែរណាភ្លើងបងមិនអោយហួសថ្ងៃទៀតខ្លាចគេផាកពីនេះណាព្រោះហើយសម្រាប់សូឡាគឺភ្លឺពេញវត្តហើយណាមួយសូឡាអាត្មានេះអាត្មាក៏ជឿគេដែរញាតិញោមបងណានេះព្រឹកមិញមានក្រុមអ្នកលក់សូឡាហ្នឹងមកតាក់តងអាត្មាតាក់តងអីសូឡាអាត្មាភ្លឺពេញវត្តអស់ហើយហ្នឹងហើយសូឡាភ្លឺពេញវត្តហើយអាត្មាមិនត្រូវការទេបងណាអីថាការតាក់តងហ្នឹងអាត្មាធ្លាប់ទិញកណាត់កស៊ូនេះប៉ារតង់គេថាគេលក់ថោកទេនឹកឃើញថាទិញយកមកຕົកប្រើញាតិញោមអើយតើបានប្រហែលផុយប្រព្រីគាត់ថាអូចប់ហើយធ្វើអញ្ចឹងឃើញលក់ថោកមែនបងឥឡូវណាគឺមុននឹងបញ្ចប់វីដេអូនេះសូមថ្លែងអំណរអគុណញោមញាតិម្ចាស់សទ្ធាជូនពរជូនបុណ្យទេវតាឆ្នាំថ្មីនាងរាខ្យសាទីវីជូនពរជូនជ័យដល់ញោមញាតិប្រុសស្រីទាំងអស់ទៀតណាបងទាំងក្នុងនិងក្រៅប្រទេសដែលបានតាមដានទស្សនាតាមរយៈវីដេអូខ្ញុំកណាអាត្មាប្រមាណ14នាទីនេះសូមឲ្យញោមបានទទួលសំប្រកបតែពុទ្ធពរព្រះ4ប្រការអាយុវណ្ណៈសុខៈពលៈនិងសម្បត្តិ3សម្បត្តិនោះសម្បត្តិទេវតាសម្បត្តិអស្ចារ្យព្រះនិព្វានញោមញាតិប្រាថ្នានៅសម្បត្តិណាក៏សូមឲ្យបានសម្រេចដូចបំណងប៉ងប្រាថ្នាទេណាសូមអនុមោទនាសូមអរព្រះគុណនិងអរគុណ